Việc số nên trong một bị clinic rọt phía ngày nên trong trong mà dạy MPជំងឺមហារីកវ៉ាត់ស្បូនបើយោងតាមអង្គការសុខភាពពិភពលោក WHO ជំងឺមហារីកវ៉ាត់ស្បូនគឺជាប់ចំណាត់ថ្នាក់លេខ4នៅក្នុងចំណោមជំងឺមហារីកចំពោះស្ត្រីដែលមានចំនួនស្លាប់ប្រមាណជាង 350,000 ករណីហើយករណីថ្មីប្រមាណជាង 660,000 ករណីនៅក្នុងពិភពលោកដែលទើបតែរកឃើញថ្មីៗនេះនៅក្នុងឆ្នាំ 2022 តែបានអាប់ដេតចុងក្រោយបង្អស់ដូច្នេះថាតើគួរធ្វើដូចម្តេចដើម្បីបង្ការឬទប់ស្ងាត់កុំឲ្យមានការវិវត្តទៅរកជំងឺមហារីកវ៉ាត់ស្បូនដូច្នេះគឺត្រូវបៀករោគមកកោសិកាមហារីកវ៉ាត់ស្បូនបូកជាមួយនឹងមេរោគ HPV ពីព្រោះវាគឺសំខាន់ណាស់នៅក្នុងការតាមដាននៅដំណាក់កាលដំបូងនៃជំងឺមហារីកវ៉ាត់ស្បូនសម្រាប់វិធីសាស្ត្រនៅក្នុងការធ្វើគឺពិតជាងាយស្រួលនិងសាមញ្ញបំផុតគឺធ្វើដោយគ្រូពេទ្យឯកទេសជំនាញតាមរយៈវ៉ាត់ស្បូនដោយប្រើឧបករណ៍មួយយ៉ាងដែលគេហៅថា speculum ឬហៅមួយយ៉ាងទៀតថាចំពុះទាបន្ទាប់មកគឺយើងបៀកផ្នែកខាងក្នុងនិងខាងក្រៅនៃវ៉ាត់ស្បូនដោយមិនមានការវះកាត់ការជ្រឹបដែលបង្កឲ្យមានការឈឺចាប់នោះទេបន្ទាប់មកគឺយើងផ្ញើទៅមន្ទីរពិសោធន៍ដើម្បីវិភាគមើលថាតើជាកោសិកាធម្មតាឬក៏ជាកោសិកាបម្រុងមហារីកប្រសិនបើពុំមានបញ្ហាអ្វីទេនោះអាចសប្បាយចិត្តបានតែគ្រាន់តែទុកខ្លួនឲ្យទំនេរចន្លោះពី2ទៅ3ឆ្នាំទៅមកពិនិត្យម្ដងទៀតដូច្នេះប្រសិនបើក្នុងករណីមានបម្រុងមហារីកប្រការណាមួយគឺត្រូវតែទទួលការព្យាបាលទៅតាមជំហានបន្តបន្ទាប់ដោយគ្រូពេទ្យឯកទេសដូច្នេះនៅក្នុងករណីដែលយើងអាចរកឃើញនៅដំណាក់កាលដំបូងគឺជាពេលដែលមានសមត្ថភាពបំផុតប្រៀបដូចជាយើងអាចរួចផុតពីការស្លាប់នៃជំងឺមហារីកវ៉ាត់ស្បូនដោយប្រកាសថាការព្យាបាលនៅដំណាក់កាលដំបូងនេះគឺជាសះស្បើយ 100% ដែលគ្មានការបារម្ភអ្វីឡើយសម្រាប់រាល់ចម្ងល់សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទឬ Telegram ដែលមាននៅវីដេអូខាងលើឬបងប្អូនអាចអញ្ជើញមកទីតាំងផ្ទាល់ដែលស្ថិតនៅផ្លូវមិត្តភាពកម្ពុជាកូរ៉េភូមិគ្រោះសង្កាត់ស្វាយអង្គមក្រុងសៀមរាបខេត្តសៀមរាបសូមអរគុណ